ការតាំង wallpaper នៅលើកុងទ័រ digital គឺក៏ហៅថាកុងទ័រ slide វាមានច្រើនអញ្ចឹងរបៀបនៃការបដូរបងចុចកន្លែងនេះអញ្ចឹងនៅពេលដែលបានចុចកន្លែងហ្នឹងហើយយើងចុច click វាបន្តរហូតដល់រូបដែលយើងចង់បានអញ្ចឹងយើងចង់បានរូបមួយណាខ្ញុំទំនឹកឃើញខ្ញុំមានភ្ញៀវមួយគាត់សួរខ្ញុំចង់បានអានេះហើយខ្ញុំថាចាំរួចដែរយើងនឹងធ្វើវីដេអូឲ្យអញ្ចឹងនេះក៏ចង់បានអីនិយាយទៅចុចតែមួយកន្លែងហ្នឹងឯងចុចរហូតដល់អ្វីដែលយើងចង់បានយើងចង់បានតាំងរូបតិន័យនៃការប្រើប្រាស់សាំងបូអគ្គិសនីក៏បានអានេះវាដូចគ្នាអញ្ចឹងវាជន់ដដែលមិនបាច់តាំងឯងអានេះ consumption វាគេហៅសង្ខេបតិន័យនៃការប្រើប្រាស់ហើយភ្ញៀវខ្លះក៏ចង់បានរូបនេះអញ្ចឹងនៅពេលដែលចុចចំរូបដែលយើងចង់បានហើយនេះចុចកន្លែងនេះមកចុចមក click មកមានន័យថាយើង save រូបហ្នឹងគឺនៅលើ wallpaper យកមកអញ្ចឹងរបៀបនៃការចុចបដូរ wallpaper ធ្វើបែបហ្នឹងណា Silfy bye bye